ជីវីដេអូដើរលេងក្នុងខេត្តសៀមរាបធ្វើដំណើរចាប់ពីកំពង់ចាមជាការលើរហូតដល់ខេត្តសៀមរាបការធ្វើដំណើរនេះគឺមេឃភ្លៀងរហូតចាប់តាំងពីចេញដំណើររហូតដល់ប្រាសាទកវត្តអញ្ចឹងនៅពេលយើងទៅដល់ហើយយើងត្រូវដើរតាំងពីមាត់ច្រករហូតដល់ខ្លោងទ្វារណែខ្លោងទ្វារប្រាសាទកវត្តហ្នឹងគឺឆ្ងាយដែរបើយើងគិតជាចម្ងាយទៅប្រហែលជាចូលដល់ជិត1គីឡូដែរអញ្ចឹងយើងចេះដើរទៅដើរដល់ខ្លោងទ្វារប្រាសាទកវត្តហើយយើងត្រូវដើរតទៅម្ដងទៀតគឺចេញពីខ្លោងទ្វារប្រាសាទកវត្តទៅរហូតដល់ក្នុងប្រាសាទកវត្តតែម្ដងតាមការធ្វើដំណើរហ្នឹងស្រាប់តែជួបពូជាងថតគាត់លួចថតឲ្យក្រាប់ឃើញរូបនឹងស្អាតក៏ហៅគាត់ថតអស់ជាង 20000 រៀលហើយបន្តមកទៀតថតអស់ប្រហែលជាបាន10អស់ទៅសម្រាប់ចិត្តសម្រាប់បន្តិចហើយនាំគ្នាដើរនៅក្នុងប្រាសាទអង្គរវត្តចូលដល់ក្នុងប្រាសាទអង្គរវត្តភ្លាមយើងឃើញមានស្រះនៅសងខាងឆ្វេងស្ដាំហើយនឹងមានកន្លែងមួយសម្រាប់គេអុជធូបហើយខ្ញុំក៏ដឹងថាកន្លែងហ្នឹងកន្លែងអីដែរបន្តមកទៀតយើងចាប់ដើមធ្វើដំណើរតទៀតដើរចាប់ពីឆ្វេងទៅអញ្ចឹងយើងដើរកន្លងប្រាសាទអង្គរវត្តនេះមកជុំបន្តមកទៀតយើងចាប់ដើមលើកឡើងជាន់ទី2យើងនឹងឃើញទេសភាពខាងក្រៅហើយនេះគឺជាទេសភាពបន្តមកទៀតក៏យើងដើរទៅដល់ជាន់ទី3នៃប្រាសាទអង្គរវត្តយើងដើរដល់ជាន់លើគេបងអស់ឃើញកំពូលប្រាសាទអង្គរវត្តដែលជាកន្លែងថតរូបស្អាតជាងគេនៅកន្លែងហ្នឹងមានគេថតរូបច្រើនមែនតើហើយនេះនៅពេលដែលយើងដើរអស់កម្លាំងពេកក៏ចាប់ដើមសម្រាកស្ដាប់ចម្រៀងបទបងធ្នមចិត្តធ្នមទាំងកាយស្មានខុសក្តីប្រាថ្នាមិនអាចបងខំការពិតបងនាំឲ្យចិត្តអូនទួញយំអានេះជាលទ្ធផលនៅពេលយើងដើរចប់ហើយយើងក៏សម្រេចចិត្តមកវិញសរុបចុងក្រោយនេះហើយជាវីដេអូដែលយើងបានដើរមួយថ្ងៃពេញនៅក្នុងប្រាសាទអង្គរវត្តដួងច័ន្ទអើយរះភ្លឺត្រចង់វងច័ន្ទផោផងអែបអង្គបំភ្លឺលោការាំងស្មីស្រទន់ត្រចាំងកាំងរណាធម្មជាតិនានាបានសុខ